សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសាគឹមលងថ្ងៃនេះខ្ញុំមកបង្ហាញអំពី Common Foundation ជាដំបូងយើងចូល PowerShell ហើយត្រូវ ping ទៅ IP របស់ ASA របស់យើងថាវាស្គាល់ឬក៏អត់នៅពេលដែល ping ទៅវា reply អញ្ចឹងមានន័យថាវាស្គាល់ហើយអញ្ចឹងយើងត្រូវវាយ ASA ឈ្មោះ login របស់យើងហើយតមកដាក់ IP address របស់យើងដើម្បី connect ASA ហ្នឹងជាមួយម៉ាស៊ីនពិតរបស់យើងបន្ទាប់មកយើងត្រូវវាយ password សម្រាប់ login បន្ទាប់មកទៀតយើងត្រូវវាយ command who am I ដើម្បីចង់ដឹងថាយើងកំពុងតែឈរនៅលើ directory មួយណាតោះមកយើងវាយ command pwd តែពាក្យពេញរបស់វាហ្នឹងគឺ present working directory តោះមកទៀតយើងត្រូវវាយ command sudo add update តោះមកយើងត្រូវវាយ password ចូលបន្ទាប់ពី update ហើយយើងត្រូវវាយ command add list upgradable ដើម្បីចង់ដឹងថាតើមានអីខ្លះដែលយើងត្រូវ upgrade ប៉ុន្តែខ្ញុំអត់ចង់ upgrade អីទេចង់ខ្ញុំវាយ command touch ហើយ sv1112 ឡើង sv1112 ហ្នឹងយើងចង់ដូរដល់អីផ្សេងក៏បានដែរប៉ុន្តែខ្ញុំដាក់ឈ្មោះ sv1112 command ហ្នឹងគឺដើម្បីបង្កើត text file ហើយតមកខ្ញុំវាយ command echo ហើយតមកក្នុងហ្នឹងយើងចង់ទៅសេអីក៏បានដែរដើម្បីបង្កើតជា text នៅក្នុង text file មួយហ្នឹងបន្ទាប់មកទៀតខ្ញុំវាយ ls ដើម្បីចង់ដឹងថាមាន folder ឬក៏ file អីគេខ្លះតមកទៀតខ្ញុំវាយ ls.clear.l បន្ទាប់មកទៀតខ្ញុំវាយ command ls.clear.l8 បន្ទាប់មកទៀតខ្ញុំត្រូវវាយ command mkdir sv11.12 folder ដើម្បីបង្កើត folder នៅក្នុងហ្នឹងបន្ទាប់ពីបង្កើត folder ហើយខ្ញុំចង់ដឹងថានៅក្នុងហ្នឹងមាន file ឬក៏ folder គេខ្លះខ្ញុំវាយ command ls.clear.l8 ចឹងមានន័យថាយើងបានបង្កើត folder sv11.12 ហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នា